ពៀនដោយមនុស្សដែលបានព្យាយាមដណ្ដើមយកទឹកដីរបស់ពួកគេកាលពីអតីតកាលបងប្អូនឡកនិងនិតគ្រោះថ្នាក់នៃការឈ្លានពានដោយមនុស្សដែលបានព្យាយាមដណ្ដើមយកទឹកដីរបស់ពួកគេកាលពីអតីតកាលជាមួយគ្នានៅលើសត្វដែលគេហៅថាអេក្រនបន្ទាប់ពីមានភាពសប្បាយរីករាយជាច្រើនបងប្អូនបង្កើតពីចក្ខុវិស័យបញ្ចប់នៅពេលដែលឡកផ្ដាច់រាងកាយរបស់គាត់ចេញពីដើមឈើវិញ្ញាណហើយគាត់បងប្រុសរបស់គាត់ទន្ទឹមនឹងនោះ Kray និង Spider ប្រាថ្នាថាពួកគេអាចភ្ជាប់ទៅដើមឈើបានហើយ Kray មិនអាចទេពីព្រោះនាងមានជំងឺប្រកាច់នៅក្រោមទឹកនៅឯថ្មពព្រះទឹកជែកនិងកំទេចកំទីដែលបានធ្លាក់ចូលទៅក្នុងទឹកបន្ទាប់ពីការវាយប្រហាររបស់មនុស្សចុងក្រោយពួកគេនិងភរិយារបស់គាត់ដែលកំពុងមានផ្ទៃពោះរណមិនយល់ព្រមលើអាវុធរបស់មនុស្សទេដោយលំពេងដូច្នេះ Thanos សុំឲ្យគាត់ជិះសត្វទេវកថាដែលគេស្គាល់ថាជាឈ្យូដ៏អស្ចារ្យម្ដងទៀតជែកបដិសេធការជិះសត្វធ្វើឲ្យអ្នកធ្វើដូចសត្វក្រោយមកក្មេងទៅហែទឹកជាមួយ Packen ដែលជា Token ដែលត្រូវបាននិរទេសចេញពីផតរបស់គាត់ក្មេងមានអំណរគុណចំពោះជំនួយរបស់គាត់ជារៀងរហូតយប់នោះគ្រួសារភ្ញាក់ផ្អើលដោយសារសំឡេងរោទពីអតីតកញ្ចប់របស់ Spider គាត់កំពុងថប់ដំណើរការខ្វះអុកស៊ីសែនមនុស្សគ្រប់គ្នាតាមរកគ្រឿងបន្លាស់ហើយរកឃើញវាក្នុងពេលត្រឹមត្រូវដើម្បីឈ្មោះមកដល់ភូមិជាមួយនឹងទំនិញជាច្រើនដើម្បីចែករំលែកជែកនិងប្រពន្ធរបស់គាត់នេះចាក់ចេញជាមួយជនក្បត់ដូច្នេះពួកគេអាចនាំគាត់ទៅជំរំខ្ពស់ដែលគាត់អាចគិតថាគាត់អាចរស់រានមានជីវិតនៅក្នុងតំបន់នេះទៀតទេ Spider និងក្មេងទាំងអស់យ៉ាងហោចណាស់ Jake ផ្ដល់ការសម្រុះសម្រួលមួយគ្រួសារទាំងមូលនឹងនាំ Spider ទៅ High Camp ជាដំណាក់រួមគ្នាមេដឹកនាំ Ventress ចង្អុលបង្ហាញថាគាត់មិនចង់ចូលរួមជាមួយភាគីណាមួយនាំពួកគេទៅដោយសន្យាថានឹងការពារកប៉ាល់របស់ពួកគេសូមអរគុណដល់គ្រួសារដែលធ្វើវាងាយស្រួលក្នុងការកំណត់ទីតាំងរបស់ពួកគេ Vosene Eight Miles ដែលធ្លាប់ជាមនុស្សតែពេលនេះមានរូបកាយសម្រាប់ការប្រយុទ្ធពេលខ្លះនាពេលក្រោយមកនាវាបានរកឃើញថាខ្លួនឯងស្ថិតក្រោមការវាយប្រហារកំពុងឆេះហើយឆាប់នេះបណ្ដាលឲ្យខូចខាតដល់យន្តហោះជែកឡើងលើភ្នំរបស់គាត់ហើយបើកការបាញ់ពួកក្បត់បាញ់ព្រួញដោយធ្នូធំរបស់កប៉ាល់មិនយូរប៉ុន្មានភាគីទាំងសងខាងបានបាត់បង់អ្នកចម្បាំងរៀលដាលនៅលើប៉ាល់ដូច្នេះក្មេងប្រញាប់ប្រញាល់ពន្លត់វាស័តរបស់ឡកត្រូវបាញ់ដោយព្រួញហើយគាត់កប៉ាល់ខណៈពេលដែលមើលដៃគូជាទីស្រឡាញ់របស់គាត់ធ្លាក់ដល់ស្លាប់មនុស្សផេះមួយចំនួនត្រូវតែប្រយុទ្ធដោយដៃទេ Spider គ្រប់គ្រងវាស្ត្រូវដោយព្រួញពីរបីប៉ុន្តែកម្មាភិបាលមានអំណាចលើគាត់ដូច្នេះជនក្បត់ត្រូវតែវាយប្រហារអ្នកឈ្លានពានពីខាងក្រោយដើម្បីចុះចតលើប៉េងប៉ោងដែលកាន់កប៉ាល់ដើម្បីបំផ្លាញពួកវាដូច្នេះជែកមកតាមពួកគេមេដឹកនាំវែងដុតអ្នកចម្បាំងម្នាក់របស់នាងហើយដាក់គាត់ទៅលើពិភពលោកដែលផ្ទុះនៅពេលប៉ះជែកព្យាចេញប៉ុន្តែជាប់នៅលើខ្សែពួរសំណាងល្អការជិះរបស់គាត់ត្រឡប់មកវិញសម្រាប់គាត់មុនពេលចាប់ផ្ដើមធ្លាក់ចុះក្មេងឡើងលើរូបតំណាងដើម្បីគេចពួកគេហោះទៅចុងបញ្ចប់នៃប៉ាល់ដូច្នេះលោកវែងបាញ់នេជាមួយព្រួញដូច្នេះនេរហោះទៅរកនាងហើយការប្រយុទ្ធដ៏សាហាវមួយបានចាប់ផ្ដើមនៅលើផ្លាស់ប្ដូរការវាយប្រហារជាច្រើននេសេរ៉េត្រូវបានទម្លាក់ចេញពីអេក្រនរបស់នាងហើយនាងបានធ្លាក់រុក្ខជាតិដែលធ្វើឲ្យការដួលរបស់នាងទន់ភ្លន់ក៏ប៉ាល់បានធ្លាក់នៅក្នុងព្រៃផងដែរសម្រាប់មនុស្សក្បត់ជាច្រើននៅឆ្ងាយប៉ុន្តែអ្នកចម្បាំងផេះបាញ់ចំមន់របស់ពួកគេបណ្ដាលឲ្យពួកគេធ្លាក់ Spider's X អុកស៊ីសែនដូច្នេះឡកនឹងនាំគាត់ទៅប៉ាល់ដែលធ្លាក់ដើម្បីរកមើលគ្រឿងបន្លាស់ខណៈបានឡោមព័ទ្ធកន្លែងធ្លាក់ដើម្បីសម្រាប់អ្នកនៅរស់រានមានជីវិតនិងប្លន់ទំនិញពួកគេថែមទាំងមុនពេលសម្រាប់ពួកគេឡកនិង Spider មើលការសម្លាប់រង្គាលពីក្រោយគុម្ពោតទោះជាយ៉ាងនៅពេលដែលអ្នកចម្បាំងភេកឃើញពួកគេក្មេងប្រុសទាំងនោះជួបជុំជាមួយបងប្អូនស្រីរបស់ពួកគេដើម្បីរត់សត្រូវពីរអ្នកមកជិតពេកគាត់បើកការបាញ់ប្រហារដើម្បីសម្លាប់ពួកគេវែងនឹងក្រុមការងារទាំងមូលនាងមានការភ័ន្តច្រឡំក្នុងការស្វែងរកគ្រាប់កាំភ្លើងព្រោះនាងមិនដែលឃើញពីមុនមកទេក្រុមនោះរត់ទន្លេដើម្បីរត់គេចទឹកហូរខ្លាំងប៉ុន្តែពួកគេនៅតែអាចនៅជាមួយគ្នាបានរហូតដល់ពួកគេធ្វើដំណើរផ្លូវឆ្ងាយទៅកាន់កន្លែងធ្លាក់ដើម្បីសង្ឃឹមថានឹងលាក់ខ្លួននិងស្វែងរកអេខបបំរុងបានជួយសង្គ្រោះដោយភ្នំរបស់នាងក្នុងពេលជាមួយគ្នានោះជែកកំពុងតែស្វែងរកកូនរបស់គាត់ហើយពេលនោះគាត់ត្រូវបានហុំព័ទ្ធដោយ Miles និងទាហានមនុស្សម្នាក់ទៀតដែលក៏បានទទួលរូបរាងដងហើយចុងដៃរបស់គាត់មុនពេលសួរគាត់ថាមានអ្វីកើតឡើងដូច្នេះជែកប្រាប់ពួកគេអំពីមនុស្សរឿងកូនប្រុសជីវសាស្ត្ររបស់ Miles ធ្វើឲ្យគាត់ព្រួយបារម្ភអំពីក្មេងនោះដូច្នេះគាត់បង្ខំ Jake ឲ្យព្រៃ Spider ដួលសន្លប់ដោយសារខ្វះខ្យល់បន្ទាប់ពីបានបំផុសគំនិតដោយទិដ្ឋភាពធម្មជាតិជុំវិញខ្លួនសញ្ញាសរសៃប្រសាទរបស់នាងទៅដីហើយចាប់យកសត្វអន្តែតដែលនាងបញ្ចូលទៅក្នុងលេបបន្ទាប់មកនាងបញ្ជាឲ្យរុក្ខជាតិនៅជុំវិញពួកគេដែលចាប់ផ្ដើមបញ្ចេញពន្លឺនិងគ្រប់ដណ្ដប់ក៏បញ្ចេញពន្លឺផងដែរហើយនាងមានអាការៈប្រកាច់ដូច្នេះឡកផ្ដាច់ជួររបស់នាងហើយពន្លឺក៏លាយបាត់ភ្ញាក់ឡើងដោយមានអារម្មណ៍ល្អនិងអាចដកដង្ហើមខ្យល់របស់ភពផែនដីភ្លាមនោះព្រួញភ្លើងចាប់បើកការបាញ់យ៉ាងរហ័សហើយក្មេងផ្សេងទៀតព្យាយាមប្រយុទ្ធប៉ុន្តែមនុស្សផេះបានឡោមព័ទ្ធពួកគេយ៉ាង Miles ក៏មកដល់ហើយមើលពីគុម្ពោតខណៈពេលដែល Varang មើលអាវុធមនុស្សហើយសុំឡកវានាងគំរាមសម្រាប់ឈូខូនៅពេលដែលគាត់បដិសេធជែកលួចលាក់ជុំវិញហើយទម្លាក់អ្នកយាមម្នាក់ក្រុមដែលគាត់គ្រប់គ្រងនាំមនុស្សពី3នាក់ចុះមកប៉ុន្តែគាត់មានអំណាចខ្លាំងដូច្នេះ Miles ក៏ចេញមុនពេលគំរាមសម្រាប់វែងអ្នកចម្បាំងទម្លាក់អាវុធរបស់ពួកគេហើយ Jake ជួបជុំជាមួយកូនរបស់
លោកថយជាមួយវែងជាចំណាប់ខ្មាំងរបស់គាត់ទោះជាយ៉ាងណាក៏ដោយនាងឈោងទៅខាងក្រោយហើយដើម្បីបង្កប់ពួកអ្នកចម្បាំងបានទម្លាក់ជែកយ៉ាងឆាប់រហ័សហើយដេញតាមទាហាននៅក្នុងគុម្ពោតដែលរត់កម្លាំង Varang បង្ខំឲ្យ Miles បង្រៀននាងពីរបៀបប្រើប្រាស់អាវុធដូច្នេះ Miles បង្ហាញនាងនៅជំហានដើម្បីបាញ់អ្វីទន្ទឹមនឹងនោះ Necessary ធ្វើដំណើរទៅកាន់ជំរំខ្ពស់ហើយ Navy ប្រញាប់ប្រញាល់មើលថែក្រោយមកវែងនិងប្រជាជនរបស់នាងកំពុងប្រារព្ធពិធីជ័យជំនះរបស់ពួកគេដែលKere ភ្ជាប់ជួររបស់នាងទៅដីហើយធ្វើឲ្យរុក្ខជាតិមួយចំនួនបាញ់ព្រួញថ្នាំសណ្ដំយកកាំបិតរបស់ពួកគេដើម្បីរំដោះខ្លួនហើយរត់គេចខ្លួនពេល Varang កត់សម្គាល់ថាទន្លេនៅព្រឹកបន្ទាប់នេះនឹងសម្ព័ន្ធមិត្តរបស់នាងបានមកដល់ព្រៃដើម្បីជួយសង្គ្រោះជេកនិងកូនបានបាត់ខ្លួនហើយគាត់ត្រឡប់ទៅមូលដ្ឋានមនុស្សវិញហើយប្រាប់អ្នកវិទ្យាសាស្ត្រអំពី Spider ខ្យល់ Pandora អាចជាគន្លឹះសម្រាប់មនុស្សដើម្បីយកឈ្នះភពផែនដីនៅក្នុង High Camp សម្ព័ន្ធមិត្តមនុស្សរបស់រកឃើញថា Spider មានសារពាង្គកាយព្រៃឈើនៅក្នុងខ្លួនរបស់គាត់ដែលបានផ្លាស់ប្ដូរគីមីមានអ្វីមួយដុះនៅខាងក្រោយក្បាលរបស់ Spider ក្នុងពេលនោះ Kere ភ្ជាប់ទំនាក់ទំនងដើម្បីសួរទេពធីតាអំពីអ្វីដែលបានកើតឡើងជាមួយ Spider ប៉ុន្តែខ្យល់ខ្លាំងបន្តញ័រខ្លាំងដូច្នេះអ្នកផ្សេងទៀតត្រូវផ្ដាច់ទំនាក់ទំនងនាងនៅពេលដែល Kere មានអារម្មណ៍ធូរស្រាលត្រូវប្រាប់ការពិតដល់នាងកើតចេញពីរូបកាយ Neviaveter របស់មនុស្សឈ្មោះ Grace ហើយនាងទៅនឹងម្ដាយរបស់នាងប៉ុន្តែនាងមិនដែលមានឪពុកទេ Grace បានភ្ជាប់ទំនាក់ទំនងជាមួយបានដាំគ្រាប់ពូជនៅក្នុងផ្ទៃរបស់នាង Kere ឆ្ងល់ថាហេតុអ្វីបានជាទេពធីតាមិនព្រមក្រោយមក Jake ប្រាប់ Nate ថាគាត់ព្រួយបារម្ភអំពីមនុស្សដែលប្រើប្រាស់សត្វពីងពីងដើម្បីផលប្រយោជន៍របស់ក្មេងនោះប៉ុន្តែ Jake បដិសេធហើយសម្រេចចិត្តថាសមាជិកគ្រួសារនឹងត្រឡប់ទៅរស់នៅឯថ្មប្រធានក្រុម Mick និងនាវិករបស់គាត់កំពុងតាមប្រមាញ់ Chulkan ដោយការបាញ់អាវុធរបស់ពួកគេការយំរបស់កូនរបស់វាពួកគេយក Chulkan ចូលក្នុងកប៉ាល់របស់ពួកគេហើយប្រើវាសម្រាប់ការត្រឡប់ទៅថ្មប៉ព្រះទឹកវិញក្នុងទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ Spider រំភើបចិត្តពេលដឹងសញ្ញារបស់គាត់ផ្ទាល់យប់មួយក្រុមប្រឹក្សាប្រជុំគ្នាដើម្បីស្ដាប់ Chulkan ពួកគេជាសត្វដែលស្រឡាញ់សត្វតែ Packen បានវាយប្រហារមនុស្សដើម្បីសងសឹកម្ដាយរបស់គាត់ហើយសម្រេចចិត្តបណ្ដេញគាត់អស់មួយលោកភ្លាមបានតវ៉ាដោយរំលឹកអ្នកគ្រប់គ្នាថា Packen បានជួយពួកគេប្រយុទ្ធប្រឆាំងនឹងមនុស្សហើយក្រុមប្រឹក្សាមិនចូលចិត្តអាកប្បកិរិយារបស់គាត់ដូច្នេះ Jake ទាញគាត់ចេញហើយស្ដីបន្ទោសគាត់ដែលមិនចង្អុលបង្ហាញថាប្រសិនបើលោកមិនស្ដាប់តាមគាត់កាលពីលើកមុនប្អូនប្រុសរបស់គាត់នឹងនៅរស់ចេញNateប្រាប់ Jake ឲ្យដេញតាមគាត់ហើយ Jake បដិសេធមុននឹងសារភាពថាគាត់បន្ទោសខ្លួនឯងចំពោះការចាប់ផ្ដើមប្រកែកគ្នាហើយNateនៅតែបន្តស្អប់មនុស្សដោយនិយាយថាពួកគេគួរតែ Jake គិតថា Necessary មិនអាចបន្តរស់នៅដោយមានការស្អប់ខ្ពើមទាំងអស់នេះនៅដែលធ្វើឲ្យកូនរបស់នាងមានភាពខុសប្លែកគ្នាបន្តិចទន្ទឹមនឹងនោះលោកទៅច្រាំងសមុទ្រដោយការមិនអាចធ្វើវាបានទេ Kira និង Sarah រកគាត់ឃើញហើយលួងលោមគាត់ពួកគេក៏បង្ហាញថាពួកគេបានរកបញ្ចុះបញ្ចូលគាត់ឲ្យជួសជុលវានៅថ្ងៃបន្ទាប់ Kira បង្រៀន Spider ឲ្យភ្ជាប់ជួររបស់គាត់ទៅជាមួយគ្នានៅក្នុងព្រៃ Miles និងទាហានរបស់គាត់បានចាប់ក្រុម Navy ហើយកំពុងដុតភពអ្នកបាញ់ភ្លើងខណៈពេលសួរអំពី Spider ដោយសារគ្មាននរណាម្នាក់ដឹងអ្វីទាំងអស់ Miles សម្រេចចិត្តស្វែងរកមនុស្សពេលដែលគាត់ទៅដល់វាលខ្សាច់ពួកអ្នកចម្បាំងបានវាយប្រហារគាត់ហើយចាប់គាត់ពួកគេរកឃើញពន្យល់ថាគាត់បានយកអំណោយមកជូនមេដឹកនាំរបស់ពួកគេនាំគាត់ទៅជួបយកនាងឲ្យបានច្រើនតាមដែលនាងចង់បាននៅពេលដែលវែងហៀបនឹងភ្ជាប់សញ្ញារបស់ពួកគេម្ដងអ្នកលបបាញ់ដែលលាក់ខ្លួនសម្រាប់អ្នកចម្បាំង Varang នាំ Miles ទៅកាន់តង់របស់នាងហើយបង្ខំគាត់ឲ្យដើម្បីមើលឃើញពណ៌ចម្លែកខណៈពេលដែល Varang ចែករំលែកថាស្ត្រីនោះមិនដែលជួយត្រកូលរបស់នាងទេកាត់ទ្រូងរបស់ Miles លេងសើចគាត់ចង្អុលបង្ហាញថាពួកគេទាំងពីរចង់បានរឿងដូចគ្នាគឺចង់ដុតពីពួកគេអាចក្លាយជាមេដឹកនាំដ៏គួរឲ្យខ្លាចជាមួយគ្នាដូច្នេះ Varang យល់ព្រមសហការគ្នាមិនអាវុធជាច្រើនហើយ Miles បង្រៀន Varang ពីរបៀបប្រើប្រាស់ឧបករណ៍បាញ់ភ្លើងនាងសប្បាយចិត្តក្នុងការដើម្បីឲ្យនាងផ្ទាល់ខ្លួនដើម្បីទទួលបាន Navy ខណៈពេលដែលអ្នកចម្បាំង Ash រៀនប្រើកាំភ្លើងផងដែរយប់នោះលោកបន្ទាប់ពីពួកគេអបឡុកប្រកាសថាគាត់នឹងចាក់ចេញព្រោះមានអ្វីសំខាន់ដែលគាត់ត្រូវលោក Sir ដឹងថាលោក Lock ចាក់ចេញទៅរក Packen ដូច្នេះនាងនិងមិត្តភក្តិពីរនាក់ក៏ចាក់ចេញទៅរកគាត់នៅពេលល្ងាចលោកភ្នំត្រូវតែហែឆ្លងកាត់រលកដ៏សាហាវដើម្បីឈានទៅមុខប៉ុន្តែពួកគេមិនដែលបោះបង់ឡើយវាប្រហារភូមិជាមួយទាហានរបស់ពួកគេនិងធ្វើទារុណកម្ម Navy រហូតដល់ពួកនៅក្នុងព្រៃ Kairai និង Spider បន្តផ្សះផ្សាគ្នាហើយបញ្ចប់ដោយការថើបពេលត្រឡប់មកវិញពួកគេស្រាប់ដូច្នេះមនុស្សផេះក៏ចាប់ផ្ដើមរត់គេចខ្លួនដើម្បីការពារគិរីពីងពីងរុញនាងហើយធ្វើជានុយដែលចាប់គាត់ដោយការភ្ញាក់ផ្អើលខណៈពេលដែលម៉ាយកាន់ពីងពីងវ៉ាងភ្ជាប់សញ្ញារបស់នាងទៅគាត់ដើម្បីធ្វើឲ្យគាត់មើលអ្នកវាយប្រហារហោះចេញទៅជាមួយពីងពីងហើយប្រញាប់ត្រឡប់ទៅថ្មប៉ព្រះទឹកយឺតពេលហើយពួកឈ្លានពាននៅទីនេះម៉ាយវេរាំងនិងទាហានរបស់ពួកគេចុះចតនៅលើច្រាំងហើយទាមទារឲ្យគ្រួសារគាត់ឲ្យចាក់ចេញដោយគ្មានគាត់ណាត្រីបដិសេធហើយបញ្ជូនកូនរបស់នាងចេញទៅមុនពេលចូលក៏ប៉ាល់ចាប់ផ្ដើមដុតភូមិជែកដើរទៅមុខហើយនិយាយថាគាត់នឹងទៅជាមួយម៉ាយប្រសិនបើគាត់ទោះជាយ៉ាងណាមនុស្សនៅម្នាក់ឯងម៉ាយចង់ឲ្យណាទីទៅជាមួយផងជែកមិនព្រមហើយគំរាមចាប់ថាប្រសិនបើណាវីប្រយុទ្ធគ្នាណាវីនាវាមនុស្សនឹងមិនដឹងពីភាពខុសគ្នានោះទេហើយនឹង
ព្រមយកតែចេកតែប៉ុណ្ណោះក្រុមនោះហោះទៅកាន់មូលដ្ឋានមនុស្សហើយទាហានស្ទើរតែបើកការបាញ់ដឹងថាប្រជាជនអេសនៅជាមួយ Miles មេតបមិនចូលចិត្តថាស្ត្រូវនៅទីនេះហើយចង់យ៉ាងណាមិញ Miles រំលឹកនាងថាគាត់បានទទួលជ័យជំនះដោយអរគុណដល់ពួកគេអ្នកវិទ្យាសាស្ត្រក្នុងបន្ទប់ពិសោធន៍ចាប់ផ្ដើមធ្វើការពិសោធន៍លើសត្វពីងពាងដើម្បីយល់ពីមូលហេតុរោគឡុកដែលគាត់សម្គាល់អ្វីមួយនៅក្នុងទឹកការពិនិត្យមើលឲ្យបានដិតដល់បង្ហាញពីសត្វដែលសាហាវខ្លាំងដែលឡុកនិងសត្វរបស់គាត់ហែទឹកឲ្យលឿនតាមដែលអាចធ្វើទៅបានខណៈដែលស្ត្រូវបន្តបោះត្រសក់ហើយឡុកការពារខ្លួនដោយលំពែងរបស់គាត់ប៉ុន្តែសត្វនោះនៅតែអាចចាប់យកសត្វបន្តហែទឹកតែម្នាក់ឯងឡុកពួននៅក្នុងថ្មពប្រះទឹកផ្កាថ្មទោះយ៉ាងណាក៏ដោយមេឃចាប់រាងកាយរបស់គាត់ដូច្នេះគាត់កាត់វាដោយកាំបិតរបស់គាត់ជាអកុសលសត្វសាហាវនៅតែនៅពេលនោះឈួរខនខ្លះបង្ហាញខ្លួនហើយស៊ីអ្នកវាប្រហារនៅពេលឡុកសន្លប់ប៉ុន្មាននាទីក្រោយលើផ្ទៃព្រោះគាត់ត្រូវបានសង្គ្រោះដោយសេរ៉ានៅមូលដ្ឋានមនុស្ស Spider ត្រូវបានចាក់សោក្នុងបន្ទប់ឃុំឃាំងគាត់បង្អួចប៉ុន្តែវាមិនអាចបំបែកបាន Miles មកពិនិត្យគាត់ហើយបន្តហៅគាត់ថាកូនប្រុសរបស់ទទួលស្គាល់គាត់ជាឪពុករបស់គាត់បន្ទាប់មក Miles ធ្វើឲ្យគាត់បាត់បង់អារម្មណ៍ដោយឲ្យគាត់នៅស្លាកឆ្កែរបស់គាត់ឥឡូវនេះ Spider អាចប្រើវាដើម្បីរើសវីសនិងបើកខ្យល់ដើម្បីស្លាកនៅតាមផ្លូវរបស់គាត់នៅពេលយប់ឡុកនិងមិត្តភ័ក្តិរបស់គាត់ទីបំផុតបានរកឃើញ Paken ដែលជាដំណឹងអាក្រក់ត្រកូលសម្រាប់រង្គាលដោយមេឃហើយនៅសល់តែអ្នកនៅរស់រានមានជីវិតម្នាក់ប៉ុណ្ណោះនាងនៅតែមានលំពេងជាប់នៅក្នុងខ្លួនមូលដ្ឋានមេឃនិងក្រុមរបស់គាត់ប្រាប់កងទ័ពថាក្រុមឆៅខននឹងប្រមូលផ្ដុំគ្នាសម្រាប់វាជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ការវាយប្រហារដ៏ធំមួយអ្នកជីវិទូយ៉ែនប្រឆាំងនឹងគំនិតនេះទន្ទឹមនឹងនោះជេកត្រូវបានឃុំខ្លួននៅក្នុងទ្រុងមួយនៅខាងក្រៅហើយត្រូវបានប្រព្រឹត្តដោយសារគាត់នឹងត្រូវគេប្រហារជីវិតនៅក្នុងកម្មវិធីធំមួយក្នុងរយៈពេល6ម៉ោងទៀតជេកព្យាយាមមានរឿងជាច្រើនដែលគាត់អាចរៀនបាននៅក្នុងខ្លួននេវីរបស់គាត់ប៉ុន្តែ Miles មិនអើពើរងចាំដូច្នេះនាងក៏ចាប់ធ្នូរបស់នាងហើយទីបំផុតក៏យល់ព្រមយកព្រួញផ្ទុះរបស់ជេកមួយឆ្លងកាត់ព្រៃហើយធ្វើឲ្យក្រុមអ្នកចម្បាំងផេះភ្ញាក់ផ្អើលដោយបាញ់ទម្លាក់ពួកគេយ៉ាងលឿនដើម្បីនាងស្លៀកពាក់ជាមនុស្សផេះហើយហោះទៅកាន់មូលដ្ឋានដែលទាហានអនុញ្ញាតឲ្យនាងឆ្លងកាត់សម្គាល់នាងថាជាអ្នកចម្បាំងផេះណាត្រីលួចចូលទៅជុំវិញដោយប្រុងប្រយ័ត្នហើយធ្វើឲ្យកវែងប្រាប់នាងថាជេកនៅទីណាមុននឹងការពារខ្លួនប៉ុន្តែពួកគេត្រូវបាន Miles រំខានដូច្នេះនេះចិត្តរត់នាងបានកំទេចអ្នកចម្បាំងណាម្នាក់នៅក្នុងផ្លូវរបស់នាងហើយត្រឡប់ទៅលើភ្នំរបស់មូលដ្ឋាននឹងបាញ់ព្រួញផ្ទុះដើម្បីបង្កឲ្យមានការផ្ទុះជាច្រើនមិនយូរប៉ុន្មានវែងនឹងអ្នកចម្ដេញតាមនាងខណៈពេលដែលបាញ់កាំភ្លើងថ្មីរបស់ពួកគេនេសេរកិច្ចពីការវាយប្រហារឲ្យបញ្ជូនដើម្បីកិច្ចដែល Vareng មិនអាចធ្វើតាមបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថាសត្វពីងពាងបានបាត់ហើយដាក់សញ្ញាមួយប្រើគ្រឿងចាក់ឈូសឆាយដើម្បីទម្លាក់អេក្រង់ធំនិងបំបែកចូលទៅក្នុងតំបន់ប្រតិបត្តិទាហានបើគ្មានការខូចខាតដល់យានជំនិះដុំហេម៉ាបែបនេះត្រាក់តរបានកំទេចត្រង់ហើយជេករត់ទៅជាមួយគ្នាដើម្បីគេចខ្លួននៅពេលចេញដំណើរត្រាក់តរបានកំទេចប៉ុមមួយដែលរាំងផ្លូវបន្ទាប់មកជេករត់គេចខ្លួនយ៉ែនដែលប្រាប់គាត់អំពីផែនការដ៏ធំសម្រាប់ការសូរឲ្យគ្រាសនៅពេលដែលពួកគេព្យាយាមរត់កាត់ពួកគេហើយបើកការបាញ់ប្រហារក្រុមទាំងពីរបានបែកគ្នាហើយជេកឲ្យយ៉ែនចាក់ចេញដោយគ្មានគាត់ឈរនៅពីមុខជេកដោយដឹងថាកងទ័ពនឹងមិនបាញ់ទេព្រោះពួកគេត្រូវការគាត់ខណៈជាមួយគ្នានៃគេមកដល់ក្នុងការឡើងភ្នំរបស់នាងហើយបាញ់ទម្លាក់ឧទ្ធម្ភាគចាក់នោះភ្លើងផ្ដល់ការគ្រប់ចូលរួមជាមួយនាងហើយហោះហើរទៅឆ្ងាយនៅពេលព្រឹកក្រុមទាំង3បានចុះចតក្បែរទន្លេដើម្បីសម្រាកជេក Spider ទៀតទេហើយប្រសិនបើមនុស្សចាប់គាត់ម្ដងទៀតវានឹងមានន័យថាទីបញ្ចប់នៃព្រៃហើយដាក់កាំបិតនៅរបស់ក្មេងខណៈពេលដែលអធិស្ឋានដល់ទេពធីតា Spider ធានាដល់គាត់ថាគាត់ធ្វើប៉ុន្តែគាត់គ្មានជំរឿសទេជេកលើកកាំបិតរបស់គាត់ប៉ុន្តែនៅផ្ទុយទៅវិញឆាប់នេះនេហេក៏មកសុំទោស Spider ផងដែរចំពោះរបៀបដែលនាងបានប្រព្រឹត្តចំពោះគាត់គូស្នេហ៍ផ្លូវបន្ទាប់មកជេកឡើងភ្នំដើម្បីជួបនឹងថូរ៉ុកដ៏អស្ចារ្យដែលបានជួយគាត់ប្រយុទ្ធកាលពីអតីតកាលភ្ជាប់សញ្ញារបស់គាត់ទៅសត្វនោះហើយហោះត្រឡប់ទៅប្រាប់មនុស្សរបស់គាត់ថាថ្ងៃដែលដោយទិដ្ឋភាពនៃឈូដ៏អស្ចារ្យហើយហោះទៅប្រមូលសម្ព័ន្ធមិត្តពីត្រកូលផ្សេងទៀតដោយដឹកសាររបស់អ្នកនៅទីបំផុតជេកឈប់នៅសមុទ្រដើម្បីនិយាយជាមួយពួកព្រឹទ្ធាចារ្យឆៅខាន់សុំជំនួយទោះយ៉ាងណាក៏ដោយប្រយុទ្ធព្រោះពួកគេគិតថាអំពើហិង្សាគ្រាន់តែបង្កើតអំពើហិង្សាកាន់បានបង្ហាញខ្លួនជាមួយ Paken និង Thokon ដែលរងរបួសដែលអង្វរពួកព្រឹទ្ធាការសម្លាប់រង្គាលពួកព្រឹទ្ធាចារ្យនិយាយថាពួកគេនឹងពិភាក្សាអំពីវាមុនពេលពួកគេបាត់ខ្លួនការវាយប្រហាររបស់ពួកគេនៅពេលដែល Miles ព្យាយាមចូលរួមជាមួយពួកគេឧត្តមសេនីយ៍ធ្វើឲ្យអ្វីកាន់តែអាក្រក់នៅពេលដែលកប៉ាល់មនុស្សទីបំផុតមកដល់ថ្មពព្រះទឹកពួកមនុស្សធំបានឲ្យទទួលបន្ទុកយាមពួកគេពន្លឺភ្លឺច្បាស់ខាងលើរុនបង្កើតដែនម៉ាញេទិកហើយមើលដើម្បីរកឲ្យឃើញថាមិនមែនឆៅខនទាំងអស់នៅទីនេះទេគាត់ប្រាប់ទាហានឲ្យរងចាំនិងពួកព្រឹទ្ធាចារ្យឲ្យបានយល់ព្រមប្រយុទ្ធនិងធ្វើឲ្យកងទ័ពភ្ញាក់ផ្អើលដោយការលោតចេញពីទឹករូបបំផ្លាញពួកគេសម្រាប់មនុស្សជាច្រើនអ្នកក្នុងដំណើរការនេះពួក Navy មើលឃើញថានេះជាសញ្ញារបស់ពួកគេបំបែកបង្អួចនៅលើយានជំនិះក្រោមទឹកដើម្បីលេចពួកវាបញ្ចូលលំពែងនិងឲ្យពួកវាផ្ទុះឡើងហើយប្រើក្រញាំជើងរបស់ពួកគេដើម្បីបោះដ្រូនចោលមនុស្សបើការបាញ់ប្រហារ
នឹងឈើកាន់មួយចំនួនប៉ុន្តែវាច្បាស់ណាស់ថាអ្នកស្រុកមានឧត្តមភាពដោយសារចំណេះដឹងសូម្បីតែនាវាលោតលើនាវាដោយខ្លួនឯងដើម្បីចាក់មនុស្សពេលមើលភ្នែកពួកគេជាអកុសលមកប្រជាជនអេសមកដល់លើភ្នំរបស់ពួកគេហើយប្រយុទ្ធប្រឆាំងនឹងកងទ័ពរបស់ជាសត្វពួកគេយកឈ្នះមនុស្សល្អហើយចាប់ផ្ដើមសម្លាប់ពួកគេដោយគ្មានមេត្តាខេរហើយលោតចូលទៅក្នុងទឹកដូច្នេះអ្នកផ្សេងទៀតព្យាយាមធ្វើតាមនាងទោះយ៉ាងណាក៏ដោយទូករបស់មនុស្សកំបិទភ័ក្រដើម្បីរំខានពួកគេខណៈពេលដែល Spider និង Chuku បន្តស្វែងរកក្រោមទឹក Carib និយាយទៅកាន់ទេពធីតាដែលបណ្ដាលឲ្យមានការប្រកាច់មួយទៀតមិនយូរប៉ុន្មាន Spider និង Chuku ជួយ Carib ផ្លាស់ទីឆ្លងកាត់ចក្ខុវិស័យដូច្នេះនាងអាចទៅដល់ទេពធីតាហើយសុំកម្មជ្រួចវាចំដើមឈើហើយកាត់ភ្ជាប់ក៏ត្រូវបញ្ចប់នៅលើផ្ទៃសមរភូមិនៅតែបន្តវ៉ែរ៉េងអស់គ្រាប់រំសេវដូច្នេះនាងប្រើកាំភ្លើងបាញ់ភ្លើងដើម្បីដុតស្លាបរបស់សត្វនេះគឺធ្វើឲ្យនាងធ្លាក់ទឹកភេគិនត្រូវបានដួលសន្លប់ហើយរ៉ូណាល់ត្រូវគ្រាប់កាំភ្លើងចំនៅលើមេឃការវាយប្រហាររបស់ Miles បណ្ដាលឲ្យហើយធ្លាក់ចូលទៅក្នុងទឹកជែកនិងនេគេគ្រប់គ្រងការជួបជុំគ្នាវិញនៅពេលដែលពួកគេត្រឡប់មកវិញ Spider និង Chuck ពួកគេរក Carey មិនឃើញខណៈពេលដែល Locke មើលថែឪពុករបស់គាត់ជែកប្រាប់គាត់ថាគាត់មានមោទនភាពចំពោះដើម្បីអន្តែតហើយនាំនាងទៅច្រាំងដែលជាកន្លែងដែលនាងជួយនាងសម្រាលកូន Ronald ដាក់ឈ្មោះនាងបន្ទាប់មកនាងបានស្លាប់ដោយមានកូននៅក្នុងដៃរបស់នាងមិនយូរប៉ុន្មាន Spider បានមុជចូលម្ដងទៀតដើម្បីស្វែងសត្វដែលភ្ជាប់ខ្លួនវាទៅជួររបស់នាងចាប់តាំងពី Chuku ត្រូវបានទុកចោលតែម្នាក់ឯង Miles ប្រើឱកាសបន្ទាប់មកវែងនិង Miles ចាប់ Naked ដែលមិនអាចប្រយុទ្ធបានព្រោះពួកគេកំពុងគំរាមសម្លាប់ Chuku ធ្វើទារុណកម្ម Naked និងក្រុមរបស់គាត់ចេញទៅលើទូកដើម្បីសម្លាប់ Chokan នៅពេលនោះ Carey បើកដំណើរហើយតាក់ទងជាមួយសត្វក្រោមទឹកទាំងអស់សូមជំនួយពីពួកគេសត្វទាំងនោះព័ទ្ធជុំវិញទាំងអស់នាវានឹងចាប់ផ្ដើមបំផ្លាញពួកវាដោយប្រសិទ្ធភាពគួរឲ្យភ័យខ្លាចក្នុងពេលជាមួយគ្នាហើយក្រហមហៅប្រភេទរបស់វាដែលមកដល់យ៉ាងលឿនហើយវាប្រហារឧទ្ធម្ភាគចក្រទាំងអស់ពួកគេនៅនាវាដែលបណ្ដាលឲ្យមានការផ្ទុះយ៉ាងខ្លាំងអរគុណចំពោះជំនួយពីសត្វព្រៃវីរបុរសក្នុងការប្រយុទ្ធម្ដងទៀតហើយមេឃត្រូវបានសម្លាប់ដោយ Chokan ដែលរងរបួសខណៈដែលឧត្តមសេនីយ៍បញ្ជា Jake និងកូនរបស់គាត់លួចចូលទៅក្នុងកប៉ាល់ធំដើម្បីព្យាយាមជួយសង្គ្រោះគ្រួសាររបស់ពួកចាក់ចេញជាមួយ Miles ប្រសិនបើគាត់ដោះលែងនេហេខណៈពេលដែលពួកគេកំពុងរំខាន Jake ចេញមកដែរហើយ Locke ស្នាក់នៅលាក់ខ្លួនដើម្បីបាញ់សត្រូវជាអ្នកល្បាញ Varang ព្យាយាមដេញតាមគាត់ដោយផ្ដល់ឱកាសឲ្យនេគេចខ្លួនវែងខឹងសម្បាយ៉ាងខ្លាំងតាមពួកគេភ្លាមហើយចាប់នេទោះយ៉ាងណាក៏ដោយនៅពេលដែលនាងហៀបនឹងលេចឡើងហើយភ្ជាប់ទៅជួរ Varangang Temple របស់ទេពធីតាគឺគួរឲ្យរន្ធត់ហើយវែងរត់ចេញទន្ទឹមនឹងនោះ Miles ទទួលបានសត្វពីងពីងនៅលើភ្នំរបស់គាត់ហើយពួកគេហោះទៅឆ្ងាយ Jake វាប្រហារ Miles នៅក្នុងការតស៊ូនោះមនុស្សគ្រប់គ្នាបានធ្លាក់ពីលើភ្នំរបស់ពួកគេទៅលើផ្ទាំងថ្មអន្តែតចាប់ផ្ដើមស្រូបយកកប៉ាល់សម្រាប់មនុស្សដែលនៅសេសសល់រួមទាំងឧត្តមសេនីយ៍ផងដែរដែលនេះក៏កំពុងរុញថ្មីបណ្ដាលឲ្យ Jake ដួលម្ដងទៀត Miles ព្យាយាមចាប់យកឱកាសដើម្បីសម្លាប់គាត់ទោះយ៉ាងណាក៏ដោយ Spider ចូលមក Miles បដិសេធមិនព្រមដកថយ Spider បាញ់គាត់ចំដៃបន្ទាប់មក Miles និង Jake ចាប់ផ្ដើមប្រយុទ្ធគ្នាដោយពីធ្មមួយទៅធ្មមួយទៀតនៅពេលដែលទីលានបន្តផ្លាស់ទីពួកគេ Spider ព្យាយាមចូលទៅជិតដើម្បីគាត់វាយគាត់ដោយចៃដន្យគាត់ចាប់ផ្ដើមរអើចុះពីលើថ្មហើយ Miles គ្រប់គ្រងចាប់ដៃរបស់គាត់ទាន់ពេលហើយពួកគេបញ្ចប់ដោយការព្យួរនៅលើវល់មួយ Jake គ្មានជំរើសអ្វីក្រៅពីជួយសង្គ្រោះ Miles ដើម្បីជួយសង្គ្រោះក្រុមគ្រួសារមកដល់ហើយត្រៀមបាញ់ប៉ុន្តែ Jake បញ្ឈប់ពួកគេ Miles ញឹមហើយលោតចេញពីថ្មចូល Inferno ក្រោយមកទៀត Neve ទាំងអស់រួមទាំងទារកទើបនឹងកើតនឹងថោខាន់ភ្ជាប់ទៅនឹងដើមឈើជ័យជំនះ Packen សប្បាយចិត្តព្រោះគាត់ត្រូវបានទទួលយកត្រឡប់មកវិញដោយប្រជាជនរបស់គាត់ពួកគេបានជួបព្រលឹងទាំងអស់របស់អ្នកដែលបានស្លាប់នៅក្នុងសមរភូមិកន្លងមកដូចជា Nitham និងម្ដាយសត្វពីងពីងហើយប្រាប់គាត់ថាគាត់ជាផ្នែកមួយនៃ